ជាទូទៅយើងតែងតែសង្កេតឃើញថាមនុស្សពូកែច្រើនតាមផ្នែកផ្សេងអ្នកខ្លះរៀនពូកែប៉ុន្តែពេលចេញធ្វើការបែរជាមិនសូវជោគជ័យរីឯអ្នកខ្លះឆ្លាតប៉ុន្តែនៅតែធ្វើការឲ្យគេរហូតដល់ចាស់រៀងខ្លួនចំណែកអ្នកខ្លះទៀតពូកែរកស៊ីវៀងវៃស្របពេលដោយខ្លួនសម្បូរញាក់ស្អប់និងគុំគួនដោយសារតែអត្តចរិតក្រអើក្រទមតាមបែបមនុស្សដែលគិតថាខ្លួនពូកែលើសគេដូច្នេះខាងក្រោមនេះយើងនឹងនិយាយពីសញ្ញាដែលអាចបង្ហាញថាមនុស្សម្នាក់នោះពិតជាពូកែពិតប្រាកដមែន 1. មនុស្សគ្រប់គ្រងអារម្មណ៍បានល្អមនុស្សដែលពូកែពិតប្រាកដមិនត្រឹមតែឆ្លាតខាង IQ នោះតែសូម្បីតែ EQ ក៏ពូកែដែរជាមួយគ្នានេះដែរគេអាចដឹងខ្លួនគេថាគេកំពុងខឹងកំពុងសប្បាយចិត្តឬកំពុងពិបាកចិត្តហើយគេតែងតែជ្រើសរើសវិធីផ្សេងមិនបង្ហាញចេញមកក្រៅងាយឡើយការគ្រប់គ្រងនេះច្រើនបានផលល្អព្រោះវានឹងមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចការងារឬមនុស្សជុំវិញខ្លួនគេនោះទេ 2. មនុស្សពូកែចរចាសម្របសម្រួលមនុស្សពូកែខាងផ្លូវអារម្មណ៍និងសតិបញ្ញាគេតែងតែដឹងថាដើម្បីសម្រេចកិច្ចការងារនេះគេគួរនិយាយរបៀបម្ដេចផ្ដើមរបៀបម្ដេចនិងបញ្ចប់ទៅដោយរបៀបម្ដេចទើបល្អបំផុតមនុស្សពូកែគេមិនប្រើច្បាប់ព្រៃនិងប្រើតែអំណាចមកចរចានោះទេ 3. ពូកែធ្វើការងារជាក្រុមមនុស្សពូកែមិនឈរតែម្នាក់ឯងទេពួកគេចរានពូកែធ្វើការជាក្រុមដើរទៅមុខជាក្រុមហើយចេះជំរុញសមាជិកក្នុងក្រុមគេបានយ៉ាងល្អគេពូកែដឹកនាំលើកទឹកចិត្តបណ្ដុះបណ្ដាលចែករំលែកគ្នានិងតែងតែទទួលបានការគោរពស្រឡាញ់ពីក្រុមនិងមនុស្សជុំវិញទៀតផង 4. មានគំនិតទស្សនវិជ្ជមានមនុស្សពូកែមិនមានអំណោតលើពីការពិតនោះទេប៉ុន្តែពួកគេគិតថាអ្វីក៏អាចធ្វើបានដោយតែមានការតាំងចិត្តពេលជួបបញ្ហាគេព្យាយាមដោះស្រាយជាងបន្ទោសនេះបន្ទោសនោះហើយប្រសិនបើពួកគេដោះស្រាយមិនបានភាគច្រើនពួកគេទុកវាជាមេរៀនហើយជៀសវាងបញ្ហាបែបនោះទៀតនៅពេលក្រោយ 5. ពូកែស្ដាប់ជាទូទៅមនុស្សចូលចិត្តនិយាយជាងស្ដាប់ព្រោះពេលនិយាយធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេជាអ្នកចេះខ្លាំងពូកែប៉ុន្តែមនុស្សពូកែស្ដាប់ពិតប្រាកដហើយរៀនសូត្រពីការស្ដាប់នោះទេដោយក្នុងនោះផងដែរក៏ព្រោះការនិយាយគឺជាការបង្ហាញចេញពីផ្នែកគំនិតខាងក្នុងរបស់ពួកគេរីឯការស្ដាប់គឺការទទួលដោយហេតុនេះទើបអ្នកពូកែស្ដាប់និងចេះច្រើនជាងអ្នកដែលពូកែតែនិយាយ 6. ចេះដាក់ខ្លួនមនុស្សពូកែច្រើនមិនសូវទទួលការសរសើរពីអ្នកដទៃនោះទេពួកគេច្រើនអៀនពេលមានអ្នកលើកសរសើរពីខ្លួនហើយតែងតែលើកពីគុណសម្បត្តិរបស់អ្នកនេះអ្នកនោះឬមិត្តរួមក្រុមរបស់ពួកគេថាជាស្នាដៃក្រុមច្រើនជាងទទួលការសរសើរតែម្នាក់ឯង 7. មាន growth mindset ចេះធ្វើខ្លួនជាទឹកកន្លះកែវជានិច្ចមនុស្សពូកែតែងតែធ្វើខ្លួនដូចជាទឹកកន្លះកែវពួកគេហ៊ានទទួលស្គាល់ចំណុចដែលខ្លួនខ្វះខាតនិងតែងតែអភិវឌ្ឍខ្លួនជានិច្ចក្នុងនោះផងដែរមនុស្សពូកែរៀនច្រើនស្ដាប់ច្រើនធ្វើច្រើននិងអនុវត្តច្រើនជាងនិយាយ 8. ដឹងអ្វីដែលគួរធ្វើនិងមិនគួរធ្វើមនុស្សពូកែដឹងច្បាស់ថាអ្វីដែលធ្វើទៅចំណេញឬខាត់បង់អ្វីដែលធ្វើរួចហើយផ្ដល់ផលមិនល្អដល់ខ្លួនគេនិងមនុស្សជុំវិញពួកគេនឹងមិនធ្វើដាច់ខាតខកពីមនុស្សដែលពូកែតែសម្បកក្រៃឬអំណោតចូលចិត្តធ្វើអ្វីដែលបង្ហាញថាខ្លួនខ្លាំងមានអំណាចទាំងដែលបង្ហាញទៅមិនត្រឹមតែធ្វើឲ្យពួកគេមិនចូលចិត្តនោះទេថែមទាំងអាចផ្ដល់ផលអវិជ្ជមានទៅថ្ងៃក្រោយទៀតផង 9. ចេះបែងចែកភាពសំខាន់មនុស្សមានពេល24ម៉ោងដូចគ្នាប៉ុន្តែអ្នកខ្លះបែរជាមិនសូវចេះប្រើវាឲ្យសមរម្យនោះទេមនុស្សពូកែដឹងថាមួយណាពិតជាសំខាន់ហើយត្រូវធ្វើមុនធ្វើក្រោយតាមលំដាប់លំដោយពួកគេមិនចង់ខ្ជិះខ្ជាយពេលវេលាធ្វើនេះផងនោះផងនៅក្នុងពេលតែមួយនាំឲ្យខូចការនោះទេ 10. ការសម្រេចចិត្តធ្វើរឿងសំខាន់បានយ៉ាងត្រឹមត្រូវរឿងសំខាន់ជាច្រើនដែលមនុស្សយើងគ្រប់គ្នាធ្លាប់ឆ្លងកាត់ហើយត្រូវសម្រេចចិត្តមិនថារឿងរសជំនាញរឿងការងារឬរឿងគ្រួសារនោះទេមនុស្សពូកែមានចក្ខុវិស័យវែងឆ្ងាយដឹងថាខ្លួនចង់បានអ្វីត្រូវការអ្វីនិងសម្រេចចិត្តលើរឿងទាំងនោះបានយ៉ាងល្អ